ខ្ញុំត្រូវកូនស្រីបង្កើតចាប់ធ្វើជាចំណាប់ខ្មាំងឃុំក្នុងគុកកងឹតអ្នកដែលមើលថែខ្ញុំគឺជាអ្នកបម្រើដែលខ្ញុំធ្លាប់ធ្វើទីរោងកម្មវាឲ្យខ្វាក់នឹងខូចមុខឈ្មោះយុនស៊ីនតែខ្ញុំស្រាប់តែឃើញលើឆ្អឹងដងកាំបិតនាងមានស្នាមដៅរៀងព្រះច័ន្ទដូចកូនខ្ញុំទាំងស្ងៀមកូនស្រីខ្ញុំមិនមែនឡើងជាម្ចាស់កត្រីហើយទេពីក្រោយកូនស្រីម្ចាស់កត្រីដើរចូលមកសម្លឹងមកខ្ញុំចំអប់ថាចិត្តមកទៅហើយទើបស្គាល់កូនបង្កើតពិតជាល្ងងមែនខ្ញុំត្រឡប់មក10ថ្ងៃមុនពេលនាងខ្លាញ់ខ្លាយវីប្រហារខ្ញុំបញ្ជាឲ្យដុតបំផ្លាញគ្រឿងអលង្ការទាំងអស់មេដោះភ័យស្លន់ស្លោចុះពិធីពេញវ័យអ្នកនាងលេងធ្វើហើយធ្វើសម្រាប់កូនស្រីបង្កើតរបស់ខ្ញុំថ្ងៃទី2ក្រោយខ្ញុំប្រគល់ត្រាខ្លាឲ្យកូននាងប្រាប់ខ្ញុំថាដើម្បីអង្គុយបល្ល័ង្កកម្ចាស់កត្រីនាងមិនអាចមានចំណុចខ្សោយទេដូច្នេះខ្ញុំត្រូវកូនបង្កើតចាប់ធ្វើចំណាប់ខ្មាំងដាក់ក្នុងថូសេរ៉ាមិចម៉ែស្រឡាញ់ខ្ញុំរហូតមកខ្ញុំមិនឲ្យម៉ែស្លាប់ទេតែថ្ងៃខ្ញុំចិត្តស្លាប់នាងមិនមកមើលខ្ញុំសោះអ្នកមើលថែខ្ញុំគឺស្រីបម្រើខ្វាក់និងខូចមុខឈ្មោះយុនស៊ីនកាលពី3ឆ្នាំមុនខ្ញុំជាអ្នកបញ្ជាឲ្យខ្វេះភ្នែកនាងកាត់ម្រាមដៃនិងបំផ្លាញមុខនាងយុនស៊ីនលុតជង្គង់ជួបខ្លួនឲ្យខ្ញុំជំនួសកូនស្រីកាយវិការនាងស្រាលដោយការខ្ញុំជួបមុខឲ្យកូនកាលនៅតូចតែខ្ញុំស្រាប់តែឃើញលើឆ្អឹងដងកាំបិតនាងមានស្នាមដៅរៀងព្រះច័ន្ទដូចកូនខ្ញុំបេះបិទខ្ញុំទាំងស្ងៀមកូនស្រីខ្ញុំមិនទៅតែឡើងជាម្ចាស់កត្រីទេពេលនោះកូនស្រីម្ចាស់កត្រីស្លៀកពាក់ពេញយូរដើរចូលមកអន់មើលខ្ញុំហើយសាច់នាងប្រាប់ខ្ញុំថាយុនស៊ីនដែលម៉ែបំផ្លាញមុខនេះទើបជាកូនបង្កើតម៉ែខ្ញុំយកឈ្មោះកូនម៉ែរៀបការចូលរីជវាំងជន់លើផ្លូវដែលម៉ែក្រាលឲ្យឡើងជាម្ចាស់កត្រីម្ដងមួយជំហានតែម៉ែដងងាប់មិនស្គាល់កូនបង្កើតផងនាងញឹមស្នាមញឹមនោះមើលទៅទន់ភ្លន់ជាងពេលណាទាំងអស់ម៉ែល្ងងណាស់នាងច្របាច់ក៏ខ្ញុំសើចយ៉ាងសប្បាយចិត្តខ្ញុំអត់មានអណ្ដាតមាត់អាចបញ្ចេញត្រឹមសំឡេងឈឺចាប់ភ្នែកកងឹតសូនឲ្យបន្តិចម្ដងពេលបើកភ្នែកឡើងខ្ញុំត្រឡប់មក10ថ្ងៃមុនពិធីពេញវ័យរបស់សេនឈីងយីងទេសភាពរដូវផ្ការីកផ្កាពេញទីធ្លាខ្ញុំអង្គុយផ្អែកក្បែរបង្អួចទ្រង់នៅតែមានអារម្មណ៍ថប់ដង្ហើមដោយសារត្រូវគេច្របាច់លោកស្រីអ្នកបម្រើចាំនៅខាងក្រៅរៀបចំពិធីអ្នកនាងរួចរាល់ហើយរងចាំតែលោកស្រីពិនិត្យមើលប៉ុណ្ណោះហ្វូលីងឈរញឹមរំលឹកខ្ញុំអ្នកបម្រើឈរតម្រង់ជួរនៅខាងក្រៅដៃកាន់ហាមានគ្រឿងមាសនិងសូត្រប្រណីតរៀបចំយ៉ាងអាតិកអាធំខ្ញុំដកខ្សែភ្នែកមកវិញធ្វើមុខស្ងួតយករបស់ទាំងនេះទៅដុតចោលទាំងអស់លោកស្រីចុះពិធីអ្នកនាងគិតយ៉ាងម៉េចធ្វើសម្រាប់កូនស្រីខ្ញុំហ្វូលីងធ្វើតាមបញ្ជាខ្ញុំយករបស់ដែលនាងរើសទៅដុតចោលទាំងអស់គ្រឿងមាសស្រឡាយជាទឹកហូរតាមចន្លោះធ្យូងក្រណាត់សូត្រក្រហមត្រូវភ្លើងឆេះមួយផ្លែតក៏រួញអស់ឆេះខ្មៅអស់ជាតិមុននាងរៀបចំពិធីរួចរាជបញ្ជាតែងតាំងជាព្រះជាក៏ធ្លាក់មកដល់ភូមិព្រឹសនៅថ្ងៃបន្ទាប់ឆ្នាំនោះដែរនាងថាឃើញយុនស៊ីនលួចតាក់ទងប្រុសក្រៅឲ្យខ្ញុំដាក់ទោសយុនស៊ីនខ្ញុំជឿក៏បញ្ជាឲ្យគេខ្វេះភ្នែកបំផ្លាញមុខនាងបំផ្លាញអនាគតកូនស្រីខ្លួនឯងសម្លឹងមើលភ្លើងក្នុងចិត្តខ្ញុំមានគំនិតតែមួយគត់ជាតិខ្ញុំត្រូវយកជីវិតកូនស្រីដែលគេលួចទៅយកមកវិញបន្តិចម្ដងម៉ែវាំងនឹងត្រូវបើកសេនឈីងយីងស្ទុះចូលមកនាងដើរលឿនមករកចង្ក្រានភ្លើងអន់មើលមុខស្លេកហេតុអីម៉ែដុតរបស់ខ្ញុំរើខ្ញុំទប់កំហឹងក្នុងទ្រូងរបស់អស់នេះលេចធ្លោពេកពិធីនេះរៀបចំធម្មតាទៅបានហើយរៀបចំធម្មតាពិធីនេះសំខាន់មួយជីវិតខ្ញុំកូនស្រីត្រកូលធំពេញរាជធានីគេធ្វើធំដុំណាស់ម៉ែឲ្យធ្វើធម្មតាឃើញខ្ញុំនៅស្ងៀមមិនតបនាងក៏ដើរមកមុខទឹកភ្នែកហូរមកភ្លាមកន្លះឆ្នាំនេះខ្ញុំចំណាយកម្លាំងប៉ុណ្ណាម៉ូដគ្រឿងអលង្ការបដូរចុះឡើងក្រណាត់សូត្រនោះជាផ្ទាំងចុងក្រោយម៉ែចង់ដុតក៏ដុតម៉ែមានសួរខ្ញុំមួយម៉ាត់ទេម៉ែមិនខ្វល់ពីខ្ញុំសោះខ្ញុំមិននិយាយអ្វីទាំងអស់ប្តីខ្ញុំស្លាប់ក្នុងសង្គ្រាម5ឆ្នាំមុនអតីតអធិរាជតែងតាំងគាត់ជាមេតបធំប៉ុន្មានឆ្នាំនេះខ្ញុំរស់នៅពឹងផ្អែកលើកូនស្រីខ្ញុំបង្រៀននាងបានល្អណាស់អ្នកក្រៅតែងតែសរសើរអ្នកនាងត្រកូលសេនតែក្រោយប្តីស្លាប់នាងក៏ប្រែប្រួលនិយាយចាក់ដោកចូលចិត្តខឹងរករឿងខ្ញុំស្មានថានាងប៉ះទង្គិចដោយសារប្តីស្លាប់ទោះនាងស្រែកដាក់ខ្ញុំក៏មិនដែលបន្ទោសនាងដែរម៉ែខ្ញុំសួរម៉ែណានេះជារបស់ប្រើសម្រាប់ពិធីម៉ែដុតអស់ហើយដល់ពេលនោះឲ្យខ្ញុំពាក់អ្វីម៉ែមានបំណងឲ្យខ្ញុំខ្មាស់ភ្ញៀវមែនទេម៉ែជាម្ដាយខ្ញុំមែនឬអត់ខ្ញុំងើបមុខសម្លឹងនាងខ្លាញ់នេះនាងមានមុខដូចកូនស្រីខ្ញុំបេះបិទតែនៅក្មេងពេកលាក់ការល្បិចកនិងគំនុំក្នុងភ្នែកមិនចិត្តទេខ្ញុំក្រោកឈរដើរទៅរកនាងហើយទះកំភ្លៀងនាងមួយទំហឹងសម្លេងទាំងលញឺអ្នកពេញបន្ទប់គាំងស្ងៀមនាងខ្ទប់មុខឈរថ្មឹងនៅទីនោះភ្នែកមិនគួរឲ្យជឿខ្ញុំដកដៃមកវិញដោយសម្លេងត្រជាក់ក្បួនច្បាប់ដែលខ្ញុំបង្រៀនឯងគិតមកជាមួយម្ដាយឬនាងខ្ទប់មុខទឹកភ្នែករលីងរលោងមិនហ៊ាននិយាយ15ឆ្នាំមកនេះខ្ញុំមិនដែលប៉ះនាងសំបីចុងសក់ម៉ែហ៊ានវីខ្ញុំភ្នែកនាងពោពេញដោយកំហឹងខ្ញុំមិនតបញឹមចំអកនៅចុងមាត់លើកដៃទះម្ខាងទៀតយ៉ាងខ្លាំងលើកនេះខ្ញុំប្រើកម្លាំងអស់នាងដួលទៅលើដីសក់រមួលរត់រាយមកុដផ្កាធ្លាក់រីប៉ាយក្នុងបន្ទប់ស្ងាត់ជ្រុងអ្នកបម្រើអន់មុខចុះនាងដេកលើដីខ្ទប់មុខងើបមិនរួចខ្ញុំអន់សម្លឹងនាងដោយសម្លេងស្ងប់ស្ងាត់គ្មានការគោរពចាស់ទុំឯងគួរតែរៀនច្បាប់ទម្លាប់ខ្លះហើយនាងងើបឡើងយឺតមុខសងខាងមានស្នាមទះចុងមាត់មានឈាមនាងមិនដឹងហេតុអីខ្ញុំធ្វើបែបនេះតែលើកាន់ចេះស្ដាប់បង្គាប់ជាមុនពេលសម្លឹងខ្ញុំនាងលាក់កំហឹងបដូរជាទឹកមុខគួរឲ្យអាណិតវិញម៉ែខ្ញុំខឹងហើយ
ខ្ញុំមិនលើកលែងឲ្យម៉ែទេនាងជូតទឹកភ្នែកហើយរត់ចេញទៅក្រៅខ្ញុំមួយជីវិតនេះមិនលើកលែងឲ្យម៉ែទេ Falling ឈោគាំងមើលទៅទ្វារផងមើលខ្ញុំផងមិនដឹងគួរតាមឬនៅនាងខ្សឹបសួរមិនទៅលួងអ្នកនាងទេលើកនេះប្រហែលខឹងមែនទែនហើយបណ្ដោយនាងទៅមនុស្សដែលខ្ញុំត្រូវលួងមិនមែនរបស់คล้ายៗនេះទេមនុស្សដែលខ្ញុំត្រូវលួងមិនមែនរបស់คล้ายៗនេះទេចុះយុនស៊ីន Falling គាំងនាងនៅបន្ទប់បោកគក់ខាងក្រោយនាំខ្ញុំទៅទីនោះខ្ញុំក្រោកឈរដើរចេញទៅភ្លាមយុនស៊ីនឬក៏សេងឈីងយីងក្នុងពេលនេះជាក្មេងកំព្រាដែលកូនខ្ញុំរើសមកកាលអាយុ8ឆ្នាំកូនស្រីអាណិតនាងក៏អង្វរខ្ញុំឲ្យទុកនាងតែខ្ញុំមិននឹកស្មានសោះនាងคล้ายៗនេះហ៊ាននៅក្រោមភ្នែកខ្ញុំលួចដូរតួនាទីជាមួយកូនស្រីខ្ញុំនាងคล้ายជាកូនស្រីខ្ញុំចំណែកកូនស្រីខ្ញុំคล้ายជាទាស័យថោកទាបបំផុតខ្ញុំតាម Falling ទៅទីធ្លាក្រោយមានធុងឈើធំពីរក៏ខោអាវដូចភ្នំដើរចូលទៅមិនឃើញមនុស្សតែសំឡេងរំខានចេញពីជ្រុងជញ្ជាំងជាសំឡេងវីដំលើរាងកាយវីមួយដំបងមានសំឡេងស្ត្រីជៀតថាបងប្អូនចង់បានភាពស្អាត slim មកបងប្អូននៅក្នុងប្រាក់ខ្ញុំជាមួយនឹងវីតាមីនសម្រស់ TAE ទៅគឺជាប្រភេទវីតាមីនមួយដែលធ្វើឲ្យបងប្អូនញ៉ាំហើយគឺអត់ឡើងគីឡូទេជាពិសេសគឺតមរបបអាហារបងប្អូនច្រើនខ្លាំងមែនតើដូចខ្ញុំពីមុនចង់ឃ្លានញ៉ាំទៅអត់ឈ្នះទេបងប្អូនយើងចង់ស្រកដែរប៉ុន្តែអាមាត់កាពះយើងនឹងវាចេះតែឃ្លានដាក់ជាមួយនឹងបងប្អូនចាំវីតាមីនសម្រស់ TAE នេះហើយគឺតមរបបអាហារធ្វើឲ្យយើងអត់សូវឃ្លានអញ្ចឹងណាបងប្អូនហើយញ៉ាំទឹកបានច្រើនខ្លាំងមែនតើជាប្រភេទវីតាមីនដែលប្រើទៅគឺអត់មានប៉ះពាល់ដល់សុខភាពទៅថ្ងៃក្រោយទេយើងហ៊ានធានាជូនតែម្ដងចង់បានរាងស្អាតរាងចេញមកអសអេសហ្នឹងបងប្អូនប្រភេទជាមួយនឹងវីតាមីនសម្រស់ TAE ដោយសារអីបងប្អូនបើសិនជាបងប្អូនប្រើឲ្យអត់ស្រកអត់ត្រូវគឺយើងបដូរលុយជូនបងប្អូនវិញតែម្ដងដោយសារអីតែ100នាក់ប្រើត្រូវតែ100នាក់ឲ្យបងប្អូនចាស់គឺស្រកប៉ិតតែម្ដងជាមួយនឹងវីតាមីនសម្រស់ TAE ដឹងតែពីខ្ជិលខោអាវមួយគំនោនេះប្រាប់តាំងពីព្រឹកឯងបោកបានប៉ុន្មានអាវដៃបាក់ឬក៏ងាប់បាត់ហើយឲ្យឯងធ្វើឲ្យឯងពួនខ្ញុំប្រញាប់ដើរទៅមើលយុនស៊ីនដេកលើដីផ្អែកជញ្ជាំងមានមេដោះធាត់ម្នាក់ឈរពីមុខតែកាន់ដំបងបោកខោអាវលើកបំរុងនឹងវីទៀតខ្ញុំប្រញាប់ដើរទៅមុខលើកយុនស៊ីនឡើងខ្លួននាងស្រាលដូចអស់ស្ងួតចាប់ដៃនាងពីលើខោអាវខឹងណាស់នាងត្រូវខ្ញុំទីងបែបនេះខ្លួនរួញចូលគ្នាដូចសត្វភ័យខ្លាចខ្ញុំមិនលែងដៃទេងាកមើលមេដោះនោះលោកស្រីនាងនេះខ្ជិលណាស់ខ្ញុំគ្រាន់តែប្រដៅតាមច្បាប់ទេអូវាចេញទៅខ្ញុំកាត់សម្ដីមេដោះគៀងនិយាយលែងចេញខ្ញុំថែមទៀតវាឲ្យងាប់ទៅមុខស្លេកទុនជង្គង់លុតចុះហាមាត់ចង់សុំទោសតែខ្ញុំហៅអ្នកបម្រើចូលមកអ្នកបម្រើ2នាក់អូសនាងចេញទៅទើបនាងភ្ញាក់ខ្លួនស្រែកសុំអង្វរលោកស្រីអត់ទោសផងយ៉ាងគួរឲ្យអាណិតខ្ញុំមិនងាកមើលគ្រីយុនស៊ីនក្រោកឈរឯងយ៉ាងម៉េចហើយយុនស៊ីនទើបឈរក៏ទុនជង្គង់ទៀតលុតជង្គង់ចំពោះមុខខ្ញុំសំឡេងជង្គង់ទង្គិចថ្មើរសូរខ្លាំងយ៉ាងឈឺចាប់នាងអិនក្បាលសំឡេងភ័យខ្លាចសុំលោកស្រីអត់ទោសថ្ងៃនេះត្រជាក់ពេកខ្ញុំមិនមានចិត្តណាខ្ជិលទេនាងក្រាបលើដីថ្ងាសប៉ះកំរោលថ្មត្រជាក់ខ្ញុំសម្លឹងមើលកាយវិការនាងក្នុងចិត្តឈឺចាប់ដូចគេកាត់ទប់ទឹកភ្នែកក្នុងរង្វង់ភ្នែកហើយបញ្ជា Falling នាំនាងទៅផ្លាស់ខោឲ្យស្អាតបាតទៅ Falling យករោមនាំយុនស៊ីនចូលបន្ទប់ក្នុងខ្ញុំក៏ដើរតាមទៅទ្វារបន្ទប់ក្នុងបិទយុនស៊ីនឈរក្រោយផ្ទាំងរនាំងងាកចំហៀងមករកខ្ញុំទើបខ្ញុំឃើញស្នាមសម្លាក់លើថ្ពាល់នាងគ្រប់ដណ្ដប់ពាក់កណ្ដាលមុខជាតិមុនពេលកូនខ្ញុំរើសយុនស៊ីនមកនាងមានរបួសមុខនេះជាមូលហេតុដែលនាងខ្លាយអាចច្បោកដូរតួនាទីកូនស្រីខ្ញុំដែលគ្មានអ្នកដឹងដោយសារស្នាមសម្លាក់ធំបែបនេះខ្ញុំមើលមិនដឹងសោះថាយុនស៊ីនជាកូនខ្ញុំគិតដល់រឿងនេះក្នុងចិត្តខ្ញុំកាន់តែឈឺចាប់ក្រោយរនាំងយុនស៊ីនបដូរខោអាវរួចពេលនាងងាកមកបញ្ចេញស្បែកក៏ស្នាមដៅព្រះច័ន្ទក្រោមឆ្អឹងដងកាំបិតច្បាស់ណាស់យុនស៊ីនពិតជាកូនស្រីខ្ញុំមែនខ្ញុំក្តាប់ដៃណែនខ្ញុំចង់ស្ទុះទៅអបនាងហើយនាងថាកូនប្រាប់នាងថាម៉ែខុសហើយម៉ែសុំទោសកូនទៅថ្ងៃមុខម៉ែនឹងយកជីវិតទៅស្រឡាញ់កូនតែខ្ញុំមិនអាចទេពេលនេះនាងខ្លាចខ្ញុំដល់ថ្នាក់នោះខ្ញុំគ្រាន់តែគ្រានាងក៏លុតជង្គង់សុំអត់ទោសឲ្យតែនាងខ្លាញ់នោះនៅនាងមិនហ៊ានទទួលស្គាល់ទេតែនាងខ្លាញ់តែម្នាក់ឯងដែលខាត់អាចធ្វើបានទេតែអាចដូរតួនាទីដោយស្ងាត់បែបនេះពីក្រោយនាងច្បាស់ជាមានអ្នកជួយជាតិមុនគ្រាន់តែពេញវ័យនាងក៏ត្រូវចិត្តជាមួយរតិយាតហើយរៀបការចូលវាំងយ៉ាងអធិកអធមមិនប្រកាសថានាងតាក់ទងរតិយាតយូរហើយខ្ញុំដកដង្ហើមធំយឺតមិនត្រឹមតែមិនអាចទទួលស្គាល់កូនតែត្រូវធ្វើដូចធម្មតាទុកនាងខ្លាញ់ជាអ្នកនាងដដែលហើយយកយុនស៊ីនធ្វើជាអ្នកបម្រើមានតែរក្សាភាពស្ងប់ស្ងាត់បែបនេះទេទើបខ្ញុំអាចស៊ើបអង្កេតសម្ងាត់បានថារតិយាតនិងនាងខ្លាញ់តាក់ទងគ្នាតាំងពីពេលណាកាលនោះអ្នកណាជួយដូរកូនគំនុំនេះខ្ញុំត្រូវទូទាត់ម្ដងមួយទ្វារបើក Falling គ្រីយុនស៊ីនចេញមកនាងបដូររោគចាស់ស្អាតសក់ចងយ៉ាងមានរបៀបនាងទម្លាក់ភ្នែកចុះដៃទាំងពីរក្តោបនៅពីមុខមិនហ៊ានមើលខ្ញុំទេខ្ញុំដើរទៅមុខកាន់ដៃយុនស៊ីនខ្លួនឡើងរឹងម្រាមដៃរួញតែក៏មិនដកចេញក្មេងល្អឯងជាអ្នកបម្រើដែលអ្នកនាងជួយមកប៉ុន្មានឆ្នាំនេះឯងលំបាកហើយយុនស៊ីនមិននិយាយអ្វីទេតែភ្នែកចាប់ផ្ដើមក្រហមខ្ញុំទេដៃនាងថ្នមញឹមថាទៅថ្ងៃមុខបម្រើចិត្តខ្ញុំចុះយុនស៊ីនមើលខ្ញុំភ្នែកចាប់ផ្ដើមសើមបន្ទាប់មកទុនជង្គង់លុតជង្គង់ហើយអន់ក្បាលដល់ដីអរគុណលោកស្រីខ្ញុំអន់មើលនាងមុនពេលស្រក់ទឹកភ្នែកក៏ងាកមុខចេញប៉ុន្តែកូនស្រីខ្ញុំគួរតែជាអ្នកដែលគេត្រូវលុតជង្គង់គោរពដឹងថាខ្ញុំយកយុនស៊ីនមកបម្រើចិត្តខ្លួននាងខ្លាញ់ក៏មករកនៅថ្ងៃបន្ទាប់ឯងចេញទៅចុះខ្ញុំប្រាប់ឲ្យយុនស៊ីនចេញទៅយុនស៊ីនអន់ក្បាលយល់ព្រមកាន់ថាស្តែថយចេញទៅចាំយុនស៊ីនចេញផុត
เติบนิ่งคลายคลายดาโจหมกใหม่ให้ไอ้มายกมีเท้าตีบนี่หมกเว้นนิ่งลุยระบอกเกน่ะขยมเติบแต่ปีในวีเตอร์บรรทุกบอกกุตาขยมดะเป็นแต่โจสำลังนิ่งยุนซินปีมนบ่มราบานละอเป็นนี่มายกหมกเว้นมีนปัญหาไว้นิ่งคลายคลายสำลังขยมพเนกลางกระหอมตีดไม่กัดไอ้นังไม่ดดระบอกขยมไฮวีขยมตีดเป็นนี่ยกใส่บ่มราเจ้าหมกในกระบายขยมเข้าไว้บานไม่เถื่อแบบนี้ขยมตบอย่างสงบไม่เถื่อกาเตรงไอ้หมกจงโอยบ่งเรียนหรือนิ่งคลายคลายไปโดตึกหมกตึกพเนกสระโจเงียบมกรถเจนเตอขยมสำลังมือเวียงเงินนุกขนมเจ็ดแหละโจนิ่งคลายคลายเหมือนชบเติมนิเตนิ่งฉลาดนะเฮียนบอลล้อมจีโกงขยมในกรองพเนกขยมแทมเตียงบอกขยมเวอร์หมกตีดเหมือนแม่นเปิ้งเลือสำนักเตนิ่งจะบ้าจีดังทาขยมพลายปีมนขยมไฮโฟลิงหมกตามด้านเนี่ยนิ่งขนมบรรทุกท่านิ่งจุกเนี่ยนักละเตอร์กันไหลนักละก็ตราตุกอ่อยโฟลิงชายเตยโยบรมเหลืองงี้ไงบรรทบนิ่งหมกปรับเวงไงนี้เนี่ยนิ่งเตอร์เคลียงขังกรอยชมันปรับท่าเนี่ยนิ่งกายโยกายประอบจะเศร้าจีจรานระบบได้จะเศร้าขนมเคลียงจีระบบบรรณาการขยมกุมควอลบานิ่งจ้องกายอ่อยนิ่งกายเตอร์ขยมจ้องดังท่านิ่งโรบไว้ไงบรรทบไม่เติบแต่ผลือนิ่งคลายคลายก็หมกดอปีกรอยมีนเมดอปีเนี่ยจับโอยุนซินหมกจีมวยยุนซินลดจุงกงเลยได้นิ่งคลายคลายฉลกใบยุนซินได้เลิกกองได้มวยแม่กองได้นี้ใช้เคยขนมบรรทบยุนซินปรึกนี้จีระบบไม่เหมือนเต้ยุนซินมันนี่ใหญ่ส้มใบแต่มวยมัดก็มันตัวบาดได้ขยมมันต้องเต้เตอร์เคลียงกรอยมือเตอร์ถ้ากองได้ทบงระบบขยมเนเต้จ้าโฟลิงชลายรุ่ยก่อเตอร์นิ่งคลายคลายฉลกใบรุ่ยสำลังมือขยมมวยสันตุกรามกโฟลิงตรลอบหมกเว้นลูกใส่ประอบขนมเคลียงเตอร์เกเรกองได้เป็ดจีบัดแมนไม่มีท็อปนี้ลุยระบบตั้งปีใบชนำมนมาเลยไม่เนอแต่จ้องยกวิมกเว้นเป็นนิจับบานผู้ต่างหายไม่มีไอเตอร์นี่ใหญ่ตีเต้ไม่เตอร์แต่สำหรับวิจารกัดได้เจิงวิจารเตอร์เคว้พเนกวีพองกุมเอาวีเคยไอจ้องบานหนังตีดยุนซินเป็นนี้บ่มรายเจ็ดคลุนไม่เอารางวัลกองได้มวยวีเตอร์จีไอไม่ทั้งไงนี้ไม่เอารางวัลเจ้าทั้งไงมุกเนี่ยเป็นเตี้ยหนึ่งเรียนลุยตามวีตากรุบกรมเตี้ยอย่างไม่เตอร์ขยมทากรอนแต่จีใส่บ่มรายลุยระบบเกเตอร์แต่ปีไหนเป็นนิ่งนี่ใหญ่เปียแต่งนี่มันยัดสมใบบันเต็กมีนไฮพอขยมหมกบ่าวนี่ยัยตามนินทากองใดนี้เหมือนแมนจีระบอกขยมเตวิกรอนแต่จีกองใดธรรมดาแต่ขยมเอายุนซินปนเนาะกองใดทบงขยมบัตเตอร์แต่โรด้วยเนี่ยยิงเติบนี่ยัยเอาใบมันโรคเคยเจ้าเตอร์วีบ่มบะได้เจิงเคว้พเนกมันเลิกเลงอ่อยลอยมาเองใช้กรุ๊ปบรรทุกเตียงออกกุมเอาจนล็อกกันไหลหน้าอ่อยซอโฟลิงตัวบัญชีน้องเมดอกบนมาเนี่ยเตอใช้กรุ๊ปบรรทุกมุ้ยสันตุโฟลิงตรลอบหมกเว้นโลกใส่กองใดนี้โฟลิงบักประอบคือจีกองใดทบงได้ขยมบัตแมนโรคเคยในนะโฟลิงอันกบาเนื้อขนมบรรทุกเนี่ยเนียงมันอาเต้ขยมเหมือนบานยกซอกตอนนี้จากมันจะเหมือนเห็น slim spice อาจจะต้องเกิดจากแก้ตัวแบบนึงอ่ะตอนนี้มาทอดจะเหมือนวิตามินโอตรามอยมใหญ่มันวิตามินนี่ก็ทะเลาะคลั่งเหมือนแต่หมอสำหรับนักเก็ตได้จุดย้ำช้อนบะต้มข้างๆต้มจำนวน5 คนไอ้ตอนนี้มันใส่เหมือนวิตามินที่ไอ้นี่บ้านะใหญ่ต้อยย้ำตำมาขอบมังไงนะตอนนี้ย้ำมนไปยังย้ำมา5ตอนนี้ย้ำตำขอบเพราะก็ถ้าต้มจำนวน5บ่ยุ่งบ้านละอ้อคลั่งเหมือนแต่หมอย้ำให้อัดโฟตกย้ำให้อัดเช็คบ้านย้ำให้อัดทิ้งโถย้ำให้สูคล้วนสระกะโหลกได้สมรรถภาพสระปัดปัดอย่าเติมกับปองนี้ไอ้สอบปีบุญแต่แผงกะโหลกแต่ตามแต่ตอนนี้ไอ้เฟิร์บานจะตอนนี้ให้สำคัญย้ำตะกระชอนวิโจตรมเดชข้างคนบ่เยอะกลายหน้าได้เลยเราจะดำได้กับเพลเบอร์ก็กับบาปูนั่นไงคือถ้ารวมเลี้ยบ้านสะอาดครั้งเหมือนแต่หมดออกเนี่ยเมื่อเหี่ยวหมดยมบ้านแล้วก็ถ้าสลิมสไฟส์อาร์ดบอกสารยังพอจะมันลงวิตามินอ้อยตราอย่าตะกุลออกครั้งบอกจังไหนก็เดี๋ยวจังจะมันเห็นสลิมสไฟส์อาร์ดกับเพชรมันลงวิตามินอ้อยตรา